សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរាប់អានទាំងអស់គ្នាចាមកជួបគ្នានៅវីដេអូថ្មីទៀតហើយចាដែលបង្ហាញពីការដាំដំណាំផ្លែឈើនៅក្រៅផ្ទះរបស់នាងខ្ញុំអីចឹងណាបងប្អូនចានិយាយរួមនៅខាងក្រៅផ្ទះដាំដំណាំច្រើនមុខច្រើនប្រភេទចឹងណាចាហើយនេះគឺជាដើមតង្ហែនចាដើមតង្ហែនចឹងណាបងប្អូនចាវាតតាលាស់បានប៉ុណ្ណឹងទេឯចំណែកនេះគឺជាដើមមកៈទិកបងប្អូនចាចាប់ផ្ដើមទិញផ្លែហើយបានបែរជា4-10ផ្លែដែរបងប្អូនចានេះបានហៅថាមកៈទិរបស់គេមែនបងប្អូនចាដើមទូចប៉ុណ្ណឹងប៉ុន្តែផ្លែឡើងដល់កបងប្អូនហើយនេះគឺជាដើមដូងចាដើមដូងក្អូបចាដើមទឿដែរតែវាក្អូបចឹងបងប្អូនទិញតែជា2ដើមចាដាក់ចិត្តគ្នានិយាយរួមឲ្យតែល្ងាចឡើងអីចឹងគឺចាប់ផ្ដើមស្រោចទឹកស្រោចអីចឹងណាបងប្អូនដើម្បីឲ្យវារីកលូតលាស់បានល្អហើយនេះគឺជាដើមទឹកដោះគោបងប្អូនចាច្រើនណាស់បងប្អូនអើយចានិយាយរួមខ្ញុំចូលចិត្តបែបសាមញ្ញធម្មតាបែបកសិករអីចឹងដាំបន្លែផ្លែឈើអីចឹងបងប្អូនមើលទៅត្រជាក់ភ្នែកសប្បាយអារម្មណ៍មែនតើបងប្អូនហើយនេះគឺប៉ាចាកំពុងតែរៀបចំដាក់តាមបន្ថែមទៀតហើយបងប្អូនជាមួយកូនត្រេនហើយចំម៉ក់ហ្នឹងគេជួយអីខ្លះទេជួយប៉ាគេណានឹងថាជួយនេះឬក៏ជួយទៅដៃទៅជើងអីចឹងណាបងប្អូននេះគឺតាមស្វាយមានច្រើនប្រភេទប៉ុន្តែខ្ញុំអត់សូវស្គាល់ច្បាស់ចឹងណាបងប្អូនចាច្រើនប្រភេទច្រើនមុខចាក្នុងការយកមកដាំដំណាំដាក់នៅក្រៅផ្ទះអញ្ចឹងណាបងប្អូនចាហើយចាំពេលណាដែលវាចាប់ផ្ដើមចេញផ្លែចេញផ្កាលូតលាស់ថែមទៀតចាំខ្ញុំថតជូនបងហើយនេះគឺដើមពត្រា3រសជាតិមិនទេបងប្រុសគេអ្នកដេញទិញយកមកដាំអីចឹងណាចាហើយនោះគឺជាដើមពោតចាមានដើមកពិងរាជមានដើមស្វាយមានដើមត្បែកចាច្រើនមែនទេបងប្អូនចាទឹកតនេះទេវាអត់តាន់បានចេញអីជាដុំខ្ពស់អីទេព្រោះយើងទឹកតដាំបានប្រហែលជាមួយខែជាង2ខែអញ្ចឹងណាបងប្អូនចាហើយខ្ញុំចូលចិត្តបែបអញ្ចឹងវាស្រស់ស្រាយសប្បាយចិត្តចាបើខាងការចិញ្ចឹមសត្វខ្ញុំអត់សូវចូលចិត្តទេព្រោះអត់សូវចូលចិត្តសត្វបងប្អូននិយាយរួមខ្ញុំចូលចិត្តបែបចេះវិញវាស្រស់ស្រាយណាមកទៅវាត្រជាក់ភ្នែកមានអារម្មណ៍ថាសប្បាយចិត្តណាបងប្អូនចាហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសូមជម្រាបលាបងប្អូន